អានេះខ្ញុំធ្វើការកាត់មួយទឹកគឺមួយទឹកគុណមួយទឹកដើម្បីដឹងថាម៉ាស៊ីនរបស់យើងគឺត្រូវຂະຫນាតដែរអត់បន្ទាប់ពីម៉ាស៊ីនយើងតឡើងរួចរាល់គឺធ្វើការតេស្តហើយអានេះមិនមែនតេស្តលើកទី1ទេប៉ុន្តែគឺជាការតេស្តដែលកាត់ជាមួយនឹងឈើពីរប្រភេទអញ្ចឹងវីដេអូនេះខ្ញុំនឹងកាត់ឈើពីរប្រភេទកម្រាស់មួយ2ហ៊ុននិងកម្រាស់មួយទៀតខ្ទង់12ខ្ទង់14នេះបងប្អូនអញ្ចឹងយើងកាត់តែម្ដងទេថាតើកាត់ទៅវាលឺសំឡេងមិនដែរអីមិនដែរចាំមកមើលទាំងអស់គ្នាហើយតើតើនឹងការបញ្ជាគឺងាយស្រួលមែនតើគឺបងប្អូនអាចអង្គុយចុចបញ្ជាអញ្ចេះក៏បានឈរក៏បានព្រោះកម្ពស់នេះខ្ញុំដាក់គឺសមរម្យសម្រាប់ຂະຫນាតទាំងពីរមិនថាយើងអង្គុយឬក៏ឈរគឺអូខេតែម្ដងខាតពេលយូរមកមើលពីការកាត់ទាំងអស់គ្នាព្រោះខ្ញុំជឿថាបងប្អូនចង់ដឹងថាលទ្ធផលម៉ាស៊ីនហ្នឹងគឺចេញមកយ៉ាងម៉េចអ្នកដែលតាមដានអ្នកដែលចង់បានគឺដូចគ្នាគឺចង់ដឹងថាចង់ចេះតេស្តជាក់ស្ដែងនេះម៉ាស៊ីនហ្នឹងមិនមកហើយຂະຫນាតមួយស្លឹកហ្នឹងអែមដែរអត់តម្លៃប៉ុណ្ណឹងហើយຂະຫນាតប៉ុណ្ណឹងចឹងឥឡូវកុំឲ្យខាតពេលយូរមកមើលទាំងអស់គ្នាខ្ញុំកាត់ຂະຫນាត2ຂະຫນាត14លីហើយនិងຂະຫນាត2ហ៊ុនគឺຂະຫນាត 20mm ហ្នឹងឯងចឹងចាំមើលយើងកាត់ថាម្ដងហ្នឹងរបៀបម៉េចតោះ Let's go ឥឡូវយើងមកធ្វើការបើកភ្លើងសិនទី1បើក emergency ទី2បើកជាមួយនឹង controller ទី3យើងបើកជាមួយនឹងភ្លើង motor កាលណាបើកមកគឺភ្លឺអញ្ចឹងហើយទី4គឺយើងបើកជាមួយនឹងភ្លើង spindle ឥឡូវយើងចូលទៅកាន់ controller ចឹងគឺយើងធ្វើការ copy file ចេញពី Aspire ទៅកាន់ flash ហើយដាក់ flash ចូលទៅកាន់ controller ចំណុចបន្ទាប់គឺយើងធ្វើការ ref file ដោយចុចកន្លែង page all អញ្ចឹងក្នុងនេះគឺយើងធ្វើការ ref file ដែលយើងបានដាក់ឈ្មោះមកហើយស្រាប់ជាប្រភេទ DNC អានេះគឺជា file របស់ dash CNC អញ្ចឹង dash CNC គឺស្មើនឹងអត់ប្រើ computer ទេយើង select file បន្ទាប់ពី select file ហើយយើងធ្វើការចុចបញ្ជាទៅដល់ទីតាំងដែលយើងត្រូវកាត់តែម្ដងអញ្ចឹងក្តារប្រភេទ14លីអានេះគឺខ្ញុំនឹងធ្វើការកាត់ជាមួយនឹងទី1អញ្ចឹងទី1គឺយើងធ្វើការបញ្ជាទៅកាន់ចំណុចយើងចង់បានឲ្យ x y ហើយ z អញ្ចឹង z ខ្ញុំចូល MPG mode អានេះគេហៅ MPG mode យើងបញ្ជា z ឲ្យចង់តិចមកហើយវាឲ្យ spindle អញ្ចឹងទៅវាកាត់បន្តិចអញ្ចឹងទៅយើងយក0ឡើងហ្នឹងបណ្ដោយបន្ទាប់មកគឺយក0ទៅលើ controller ហើយយើងយក0ហើយដាក់ run file យកតែម្ដងចឹងនៅក្នុងនេះដោយសារតែដំបូង start គឺខ្ញុំអត់ដាក់បុកលបឿនខ្លាំងពេកទេគឺយើងចង់ដឹងថាតើសមត្ថភាពនៃអា 3.2 គីឡូ spindle ជាមួយនឹងលបឿនរបស់ម៉ាស៊ីនតើវាអាចសមស្របគ្នាដែរអត់យើងធ្វើតេស្តលបឿនឡើងម្ដងតិចម្ដងតិចសម្រាប់ controller នេះគឺយើងអាចឡើងលបឿនក៏បានតម្លាក់លបឿនក៏បានអញ្ចឹងគឺមានទាំងអស់ហ្មងហើយសម្រាប់ការកាត់ក្តារប្រភេទសាច់រៀងណែនអញ្ចឹងគឺវារៀងលាន់សំឡេងជាងក្តារប្រភេទខាងក្រោមក្តារក្រោមទោះជាវាក្រាស់មែនតែខ្ញុំកាត់តេស្តទៅគឺឃើញថាសំឡេងគឺខុសគ្នាសំឡេងចេញពីប្រភេទក្តារដែលសាច់ណែនគឺរៀងណយជាងគឺវារៀងលឺខ្លាំងដោយបងប្អូនលឺអញ្ចឹងបើសិនខ្ញុំបើកសលេងវីដេអូនេះរៀងខ្លាំងលាន់ងាងយកហ្មងអញ្ចឹងឥឡូវយើងកាត់ហើយប្រភេទក្តារខ្នាតកម្រាស់14លីអញ្ចឹងមកមើលសាច់គ្រាន់តែខាងលើរៀងស្ញាញតិចតែវាអត់បែកសាច់ទេវាមែនតែនទៅអានឹងអាស្រ័យលើផ្លែទេបងប្អូនយើងធ្វើតេស្តផ្លែទៅពុះផ្លែ CNC វាមានច្រើនប្រភេទខ្លាំងមែនតែនហើយនេះខ្ញុំធ្វើការកាត់មួយទឹកគឺមួយទឹកគុណមួយទឹកដើម្បីដឹងថាម៉ាស៊ីនរបស់យើងគឺត្រូវຂະຫນាតដែរអត់អញ្ចឹងគឺថាអូខេអស់ហើយគឺវាត្រូវຂະຫນាតត្រូវហើយយើងនឹងធ្វើការតេស្តអីផ្សេងទៀតនៅវីដេអូក្រោយហើយមិនយូរទេគឺម្ចាស់ម៉ាស៊ីនគាត់មកយកម៉ាស៊ីនទៅហើយអញ្ចឹងខ្ញុំធ្វើតេស្តបានប៉ុណ្ណាគឺថាបានប៉ុណ្ណឹងទៅចោះអញ្ចឹងឥឡូវយើងបន្តទៅទៀតចូលដល់ຂະຫນាតក្តារទី2គឺយើងកាត់អាហ្នឹងដូចគ្នាហើយកម្រាស់របស់វាដល់ទៅ2ហ៊ុនយើងចាំមើលទាំងអស់គ្នាថាតើមិនដែរព្រោះការកាត់នេះគឺកាត់យកតែម្ដងទេអត់បាច់ពីរដងទេគឺកាត់ម្ដងផ្ដាច់យកហ្មងអញ្ចឹងគឺថា MPG គឺសម្រាប់សារ៉េនៅក្នុងអក្សរឡើងចុះចិត្តអីហ្នឹងគឺយើងប្រើអាហ្នឹងយើងអត់ប្រើអាហ្នឹងទាំងស្រុងទេគឺការចុចបញ្ជានឹងដៃហ្នឹងលឿនជាងអញ្ចឹងឥឡូវយើងចូលដល់ដំណាក់កាលទី2ទៅលើទេណា
ឥឡូវនេះគឺថាបានកាត់តង់ទី2រួចហើយគឺຂະຫນាត2ហ៊ុនអញ្ចឹងបងប្អូនអាចឃើញទាំងអស់គ្នាតាក់ទងទៅនឹងការកាត់ជាមួយនឹងម្ដងចំពោះម៉ាស៊ីនប្រភេទនេះគឺຂະຫນាត spec 3.2 គីឡូអញ្ចឹងគឺ 3.2 គីឡូគឺថាកាប់ហើយជាមួយនឹងប្រភេទកាត់មួយស្លាកក្តារអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលតាមដានវីដេអូនេះដល់ចប់កុំភ្លេចជួយចុច like share ហើយ subscribe បើសិននៅលើ YouTube ម្នាក់មួយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត Bye bye see you next time គាំទ្រ process DIY ដូចជាគាំទ្រប្រទេសកម្ពុជាប្រទេសជាតិយើងទាំងមូលអរគុណច្រើន Bye bye thank you